នេះគឺជាសង្គ្រាមរវាងស្ដេចស្វាជាមួយនឹងកុមារទេពលីកូកុមារទេពលីកូគឺជាបុរសកំពូលក្លាហានដែលមានសមត្ថភាពអស្ចារ្យដែលអាចហោះហើរនៅលើអាកាសបានទៀតផងចំពោះកុមារទេពលីកូគឺជាកុមារទេពដែលមានជាមួយនឹងដើរទឹកតែចំណែកស្ដេចស្វានេះវិញក៏មិនអន់ដែរមានបរិវារជាច្រើនថែមទាំងមានជាមួយនឹងសំពើហោះទៀតផងស្វាធ្វើមុខយ៉ាងមាំដោយសារតែកំហឹងនៅក្នុងខ្លួនគឺចង់បញ្ចេញគឺចង់កំទេចជាមួយនឹងកុមារទេពលីកូតែម្ដងកុមារទេពលីកូគឺជាមនុស្សមានយុទ្ធសាស្ត្រមិនខ្លាចជាមួយនឹងស្ដេចស្វានោះទេទោះបីជាស្ដេចស្វាមានបរិវារជាច្រើនយ៉ាងណាក៏ដោយកុមារទេពលីកូគឺប្រើត្រឹមតែដាវមួយប៉ុណ្ណោះក៏អាចកម្ចាត់ជាមួយនឹងហ្វូងស្ដេចស្វាទាំងនេះបានដែរស្ដេចស្វាទាំងអស់នោះគឺមានអាវុធជាច្រើនមិនថាជាផ្លែឈើមិនថាជាជាមួយនឹងព្រួញទេពគឺគេមានច្រើនមែនទែនសម្បីតែតបរបស់ពួកគេក៏មានច្រើនដែរហើយកុមារទេពលីកូក៏មិនបានចោះចាញ់អ្វីនោះដែរនេះគឺជាកងទ័ពអាកាសរបស់ស្ដេចស្វានោះតែម្ដងដែលធ្វើការហោះហើរសម្ដៅទៅលើមេឃថែមទាំងទម្លាក់ជាមួយនឹងកូនចៅដែលអាចកំទេចជាមួយនឹងភូមិរបស់លីកូទៀតផងវូស្វាទាំងអស់នោះមិនខ្លាចជាមួយកុមារទេពលីកូនោះទេចំណែកកុមារទេពលីកូក៏មិនខ្លាចជាមួយនឹងស្ដេចស្វាទាំងអស់នោះដែរចំណែកស្ដេចស្វាវិញធ្វើមុខយ៉ាងមាំហើយបានធ្វើការប្រយុទ្ធជាមួយនឹងកុមារទេពលីកូកុមារទេពលីកូគឺមានជាមួយនឹងកណ្ដឹងទឹកដែលអាចបញ្ជាអាចសណ្ដំជាមួយស្ដេចស្វាបានទៀតផងកុមារទេពលីកូមិនខ្លាចជាមួយនឹងកណ្ដាលទាំងអស់ថែមទាំងមានសមត្ថភាពអស្ចារ្យដែលអាចកំទេចជាមួយនឹងវិមានក៏ដូចជាសំពើរបស់ស្ដេចស្វាទៀតផងកុមារទេពលីកូបានផ្ដល់សញ្ញាទៅដល់អ្នកភូមិដោយប្រើជាមួយនឹងចាបហោះទេពដែលអាចបញ្ចេញសម្លេងព្រោះតែកុមារទេពលីកូពេលនេះគឺកំពុងតែជាប់ឃុំនៅក្នុងសំពើរបស់ស្ដេចស្វានោះហើយកុមារទេពលីកូបានដើរសំងំហើយក៏បានទៅលួចមើលអាវុធសម្ងាត់របស់ពួកគេស្ដេចស្វាទាំងនេះគឺមានជាមួយនឹងអាវុធសម្ងាត់ទំនើបអស្ចារ្យជាច្រើនកុមារទេពលីកូមិននឹកស្មាននោះទេថាពួកគេមានជាមួយនឹងអាវុធអស្ចារ្យទាំងអស់នេះអាវុធអស្ចារ្យទាំងអស់នេះគឺអាចកំទេចភូមិរបស់ពួកគេបានតែម្ដងកុមារទេពលីកូគឺមិនខ្លាចនៅក្នុងការធ្វើដំណើរមិនខ្លាចនៅក្នុងការប្រយុទ្ធនោះទេដំណឹងទាំងអស់នោះក៏បានប្រាប់ទៅដល់អ្នកភូមិជាមួយនឹងសត្វបក្សីដែលនាំសារទាំងអស់នេះកុមារទេពលីកូក៏បានធ្វើការហោះហើរដើម្បីធ្វើការប្រយុទ្ធជាមួយនឹងពួកគេតែម្ដងកុមារទេពលីកូក៏មានជាមួយនឹងកំភ្លើងទឹកហើយក៏មានជាមួយយុទ្ធសាស្ត្រដែលអាចប្រែកាយហើយអាចកំទេចជាមួយនឹងស្ដេចស្វានោះតែម្ដងទោះបីជាពួកគេមានកងទ័ពអាកាសច្រើនយ៉ាងណាលឿនយ៉ាងណាក៏មិនអាចតស៊ូជាមួយនឹងកុមារទេពលីកូបាននោះដែរនេះគឺជាអាវុធទិព្វតែកុមារទេពលីកូបានឃើញហើយនេះគឺជាសមត្ថភាពរបស់កុមារទេពលីកូដែលកំទេចជាមួយនឹងពួកគេចុងក្រោយស្ដេចស្វាក៏បានចុះចាញ់ហើយក៏ធ្លាក់ពីតំណែងតែម្ដងពេលនេះកុមារទេពលីកូទទួលបានជ័យជំនះហើយគេទទួលបានជាមួយនឹងមេដាយមាសហើយក៏ខ្លាយទៅជាវីរបុរសខ្លាយទៅជាហេរ៉ូសម្រាប់អ្នកភូមិទៀតផង